អាជ្ញាធរខេត្តសៀមរាបអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមនឹងវិស័យឯកជនចូលរួមបំផុសចលនាកីឡាមហាជនដើម្បីសុខភាពនិងលើកកម្ពស់សាមគ្គីភាពអាជ្ញាធរខេត្តសៀមរាបបានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកនិងវិស័យឯកជនទាំងអស់ឲ្យចូលរួមបំផុសចលនាកីឡានៅទូទាំងខេត្តឲ្យបានទូលំទូលាយដើម្បីលើកកម្ពស់សុខភាពសាមគ្គីភាពនិងជួយឲ្យមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋមានកាយសម្បទារឹងមាំជាឆ្ងាយពីជំងឺនិងគ្រឿងញៀនជាពិសេសជួយពង្រឹងទំនាក់ទំនងល្អនិងកិច្ចសហការងារតាមរយៈសកម្មភាពកីឡារួមគ្នាផងដែរថ្លៃបិទការប្រកួតបាល់ទាត់មហាជនខេត្តសៀមរាបឆ្នាំ2026នារសៀលថ្ងៃទី26ខែកក្កដាឆ្នាំ2026នេះលោកសំកុលសុចិត្រាអភិបាលរងខេត្តបានមានប្រសាសន៍ថាការរៀបចំឲ្យមានការប្រកួតកីឡានាពេលនេះគឺមិនត្រឹមតែជាការប្រកួតប្រជែងដើម្បីស្វែងរកជ័យជំនះប៉ុណ្ណោះទេប៉ុន្តែគឺជាការបង្កើតនូវព្រឹត្តិការណ៍សុខភាពមិត្តភាពសាមគ្គីភាពនិងក្តីស្រឡាញ់ក្នុងស្រទាប់មហាជនជាពិសេសយុវជនយើងហើយជោគជ័យនាពេលនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យរីកចម្រើននៅវិស័យកីឡានៅទូទាំងខេត្តនិងជាឱកាសដ៏ល្អសម្រាប់កីឡាករក្នុងការវាស់ស្ទង់គុណផលកីឡាផ្លាស់ប្ដូរបច្ចេកទេសបទពិសោធន៍ព្រមទាំងជួយបំផុសស្មារតីយុវជនឲ្យស្រឡាញ់និងគាំទ្រវិស័យកីឡាឲ្យកាន់តែល្បីល្បាញលើឆាកជាតិនិងអន្តរជាតិផងដែរលោកអភិបាលរងខេត្តបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតបានបន្តកំណែទម្រង់ស៊ីជម្រៅ8ចំណុចរបស់ក្រសួងអប់រំយុវជននិងកីឡាដែលក្នុងនោះមានចំណុចមួយសំដៅលើកំណែទម្រង់ការងារអប់រំកាយនិងកីឡាម្យ៉ាងទៀតកីឡាបានឆ្លុះបញ្ចាំងពីស្មារតីស្រឡាញ់ជាតិស្រឡាញ់កីឡានិងចលនាជាតិយ៉ាងផុសផុលតាមរយៈការចូលរួមគាំទ្រការកោតសរសើរសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការក្រោមពាក្យស្លោកកីឡាជាទូតសន្តិភាពនិងកីឡារស់ក្នុងសន្តិភាពលោកក៏អបអរសាទរដល់ក្រុមកីឡាករដែលក្លាយជាម្ចាស់ជើងឯកសម្រាប់ឆ្នាំ2026នេះនិងសូមឲ្យក្រុមការងារទាំងអស់បន្តពង្រឹងសមត្ថភាពសម្រាប់ត្រៀមចូលរួមរដូវកាលក្រោយផងដែរបើតាមលោកលីប៊ុនណាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបបានឲ្យដឹងថាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មហាជនខេត្តសៀមរាបឆ្នាំ2026មានក្រុមចូលរួមប្រកួតសរុបចំនួន28ក្រុមដែលអញ្ជើញមកពីបណ្ដាក្រុងស្រុកទាំង13នៃខេត្តសៀមរាបសម្រាប់ការប្រកួតបែងចែកជា7ពូលក្នុងមួយពូលមាន4ក្រុមមានកីឡាករចុះបញ្ជី23នាក់សរុបចំនួននៃការប្រកួតមាន58ប្រកួតជាលទ្ធផលក្រុមជើងឯកបានទៅលើក្រុមយុវជនសន្តិភាព29ធ្នូក្រុងសៀមរាបបន្ទាប់ពីយកឈ្នះក្រុម FC VH ដោយលទ្ធផល2-0ខណៈក្រុមលេខ3បានទៅលើក្រុមបាល់ទាត់ដំរីស្រុកអង្គរជុំបន្ទាប់ពីយកឈ្នះក្រុងសៀមរាបអង្គរ FC 1-0